ព្រះរាជក្រមលេខណូសរកម1211-021ប្រកាសឲ្យប្រើច្បាប់ស្តីពីពន្ធនាគារដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី7 ខែវិច្ឆិកាឆ្នាំ2011នាសម័យប្រជុំរដ្ឋសភាលើកទី7នីតិកាលទី4និងដែលប្រសិទ្ធភាពបានយល់ស្របតាមទម្រង់និងគតិនៃច្បាប់នេះទាំងស្រុងដោយគ្មានការកែប្រែអ្វីឡើយកាលពីថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ2011នាសម័យប្រជុំពេញអង្គលើកទី10នីតិកាលទី2ដែលមានសេចក្តីទាំងស្រុងដូចតទៅច្បាប់ស្តីពីពន្ធនាគារច្បាប់ស្តីពីពន្ធនាគារមាន11ជំពូកនិង85មាត្រាជំពូកទី1បទបញ្ញត្តិទូទៅមាត្រា1ច្បាប់នេះមានគោលបំណងកំណត់អំពីការគ្រប់គ្រងពន្ធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាត្រា2ច្បាប់នេះមានគោលដៅដូចតទៅអប់រំកែប្រែស្ដារនីតិសម្បទាដើម្បីធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសង្គមវិញនិងទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មីគ្រប់គ្រងជនជាប់ឃុំឲ្យធានាបានសន្តិសុខសុវត្ថិភាពសុខភាពនិងមនុស្សធម៌ស្របតាមគោលការណ៍អន្តរជាតិនិងវិធានការសហប្រជាជាតិសម្រាប់ការពារអនីតិជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពមាត្រា3ច្បាប់នេះមានវិសាលភាពអនុវត្តលើពន្ធនាគារទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកលែងតែពន្ធនាគារយោធាឬកន្លែងឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ឬមណ្ឌលឃុំខ្លួនដទៃទៀតដែលកំណត់ដោយច្បាប់ផ្សេងមាត្រា4វគ្គសព្ទសំខាន់ដែលប្រើក្នុងច្បាប់នេះមាននិយមន័យដូចតទៅពន្ធនាគារសំដៅដល់កន្លែងប្រើសម្រាប់ធ្វើការឃុំឃាំងជនជាប់ឃុំតាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការរួមមានមណ្ឌលឃុំខ្លួននិងមណ្ឌលអប់រំកែប្រែផងអនីតិជនសំដៅដល់បុគ្គលទាំងឡាយណាដែលមានអាយុចាប់ពី14ឆ្នាំឡើងដល់ក្រោម18ឆ្នាំជនជាប់ឃុំសំដៅដល់ជនត្រូវចោទឬជនជាប់ចោទឬពិរុទ្ធជនឬទណ្ឌិតដែលត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារតាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការមន្ត្រីពន្ធនាគារសំដៅដល់មន្ត្រីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារមន្ត្រីពេទ្យពន្ធនាគារសំដៅដល់មន្ត្រីដែលត្រូវបានតែងតាំងឲ្យផ្ដល់សេវាថែទាំសុខភាពជនជាប់ឃុំក្នុងពន្ធនាគារនិងត្រូវបានទទួលស្គាល់ឬបានចុះបញ្ជីជាគ្រូពេទ្យឬមន្ត្រីពេទ្យនៅក្នុងក្រសួងសុខាភិបាលអ្នកសួរសុខទុក្ខសំដៅដល់ជនដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងពន្ធនាគារដើម្បីសួរសុខទុក្ខឬផ្ដល់ជំនួយដល់ជនជាប់ឃុំអ្នកសួរសុខទុក្ខផ្លូវការសំដៅដល់មន្ត្រីសាធារណៈឬតំណាងបុគ្គលមកពីអង្គការនានាដែលទទួលបានការអនុញ្ញាតឲ្យទៅធ្វើទស្សនកិច្ចឃ្លាំមើលតាមពន្ធនាគារនានាឬផ្ដល់ជំនួយដល់ជនជាប់ឃុំយន្តការបង្ការថ្នាក់ជាតិសំដៅដល់យន្តការឯករាជ្យមួយស្របតាមវិធីសារបន្ថែមស្ដីពីការបង្ក្រាបអំពើទារុណកម្មអំពើឃោរឃៅអមនុស្សធម៌ឬបន្ទាបបន្ថោកជំពូកទី2សមត្ថកិច្ចគ្រប់គ្រងមាត្រា5ក្រសួងមហាផ្ទៃជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងពន្ធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាត្រា6អគ្គនាយកដ្ឋានពន្ធនាគារជាសេនាធិការឲ្យក្រសួងមហាផ្ទៃក្នុងការគ្រប់គ្រងពន្ធនាគារការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានពន្ធនាគារត្រូវកំណត់ដោយអនុក្រឹត្យមាត្រា7មន្ត្រីពន្ធនាគារត្រូវស្ថិតក្រោមលក្ខន្តិកៈដោយឡែក
ដែលត្រូវកំណត់ដោយព្រះរាជក្រឹត្យស្របតាមច្បាប់ស្តីពីសហលេខាធិការមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាមាត្រា 8 មន្ត្រីពន្ធនាគារមានឯកសណ្ឋានសញ្ញាស័ក្តិគ្រឿងបំពាក់ឧបករណ៍និងសម្ភារៈការពារសមស្របមាត្រា 9 ក្រសួងមហាផ្ទៃត្រូវធ្វើប្រតិភូកម្មមុខងារឲ្យរដ្ឋបាលរាជធានីខេត្តក្នុងការគ្រប់គ្រងពន្ធនាគាររាជធានីខេត្តពន្ធនាគាររាជធានីខេត្តស្ថិតក្រោមការគ្រប់គ្រងរបស់គណៈអភិបាលរាជធានីខេត្តជំពូកទី 3 ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារមាត្រា 10 ហេដ្ឋារចនាសម្ព័ន្ធរបស់ពន្ធនាគារត្រូវគោរពតាមបទដ្ឋានអបបរមាសម្រាប់ការសាងសង់ពន្ធនាគារដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាត្រា 11 អគារនិងបន្ទប់ឃុំឃាំងត្រូវមានពន្លឺគ្រប់គ្រាន់មានខ្យល់ធម្មជាតិមានបន្ទប់អនាម័យមានប្រព័ន្ធផ្គត់ផ្គង់ទឹកនិងអគ្គិសនីសម្រាប់ប្រើប្រាស់មាត្រា 12 ពន្ធនាគារត្រូវមានប៉ុស្តិ៍សុខភាពមានបន្ទប់សម្រាប់ព្យាបាលជនជាប់ឃុំនិងត្រូវមានមន្ត្រីពេទ្យពន្ធនាគារបម្រើការងារជាប្រចាំសេវាសុខាភិបាលពន្ធនាគារត្រូវស្ថិតក្រោមការគ្របដណ្ដប់របស់ក្រសួងសុខាភិបាលមាត្រា 13 ពន្ធនាគារត្រូវមានកន្លែងសម្រាប់គោរពជំនឿសាសនាមានបណ្ណាល័យនិងអគារអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈមាត្រា 14 ពន្ធនាគារត្រូវរៀបចំឲ្យមានកន្លែងហាត់ប្រាណសម្រាប់ជនជាប់ឃុំមាត្រា 15 ពន្ធនាគារត្រូវមានកន្លែងធ្វើការនិងផ្ទះមុខងារសម្រាប់មន្ត្រីពន្ធនាគារក្នុងអំឡុងពេលនៃការបំពេញមុខងាររបស់ខ្លួនមាត្រា 16 មាត្រា 16 ការបង្កើតការដាក់ឈ្មោះការកំណត់ទីតាំងការកំណត់ជនជាប់ឃុំការផ្លាស់ប្ដូរឈ្មោះការផ្លាស់ប្ដូរទីតាំងនិងការរំលាយពន្ធនាគារត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំពូកទី 4 ការឃុំឃាំងមាត្រា 17 ការទទួលឬការឃុំខ្លួនជនណាម្នាក់នៅក្នុងពន្ធនាគារបានលុះត្រាតែមានលិខិតឃុំខ្លួនដែលចេញពីអាជ្ញាធរតុលាការមាត្រា 18 មុនពេលទទួលយកជនជាប់ឃុំចូលក្នុងពន្ធនាគារប្រធានពន្ធនាគារឬមន្ត្រីពន្ធនាគារដែលបានទទួលការចាត់តាំងត្រូវត្រួតពិនិត្យអត្តសញ្ញាណរបស់ជនជាប់ឃុំឲ្យបានត្រឹមត្រូវតាមលិខិតឃុំខ្លួនដែលចេញដោយអាជ្ញាធរតុលាការមាត្រា 19 មន្ត្រីពេទ្យពន្ធនាគារត្រូវពិនិត្យសុខភាពជនជាប់ឃុំមុននឹងទទួលយកចូលក្នុងពន្ធនាគារដោយត្រូវកត់ត្រាបញ្ចូលក្នុងកំណត់ហេតុនៅព័ត៌មានអំពីស្ថានភាពសុខភាពរបស់ជនជាប់ឃុំមាត្រា 20 បន្ទាប់ពីទទួលយកជនជាប់ឃុំចូលក្នុងពន្ធនាគារមន្ត្រីពន្ធនាគារត្រូវណែនាំដល់ជនជាប់ឃុំអំពីច្បាប់បទបញ្ជាផ្ទៃក្នុងពន្ធនាគារសិទ្ធិស្វែងរកអ្នកតំណាងផ្លូវច្បាប់សិទ្ធិផ្ដល់ដំណឹងទៅគ្រួសារឬសាច់ញាតិឬស្ថាប័នពាក់ព័ន្ធផ្សេងៗអំពីការជាប់ពន្ធនាគារនិងទីតាំងនៃពន្ធនាគារព្រមទាំងសិទ្ធិនិងករណីកិច្ចផ្សេងៗទៀតដោយមានចែងក្នុងច្បាប់នេះក្នុងករណីជនជាប់ឃុំជាជនបរទេសប្រធានពន្ធនាគារត្រូវអនុញ្ញាតឲ្យជនជាប់ឃុំជូនដំណឹងទៅស្ថានទូតឬស្ថានកុងស៊ុលឬស្ថានតំណាងរបស់ខ្លួនប្រសិនបើជនជាប់ឃុំមិនមានលទ្ធភាពជូនដំណឹងបានប្រធានពន្ធនាគារត្រូវធ្វើកិច្ចការនេះក្រោយពីបានទទួលការណែនាំនេះជនជាប់ឃុំត្រូវផ្តិតម្រាមដៃនិងបិទឬស្កែនរូបថតបញ្ចូលក្នុងកុំព្យូទ័រដើម្បីរក្សាទុកជាអចិន្ត្រៃយ៍ក្នុងសំណុំឯកសារមាត្រា 21 ពន្ធនាគារនីមួយៗត្រូវមានបញ្ជីជនជាប់ឃុំដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់ជនជាប់ឃុំហើយចុះទិដ្ឋាការដោយតំណាងអង្គការអัยការនៅគ្រប់ទំព័រចំពោះជនជាប់ឃុំជាស្ត្រីភេទនិងជនជាប់ឃុំជាអនិច្ចជនត្រូវមានបញ្ជីដោយឡែកហើយត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការគ្រប់គ្រងជនជាប់ឃុំទាំងពីរប្រភេទនេះមាត្រា 22
បញ្ជីជនជាប់ឃុំត្រូវបានត្រួតពិនិត្យដោយតំណាងអង្គការអัยការនិងត្រូវជូនទៅចៅក្រមពិនិត្យមើលតាមការស្នើសុំព្រមទាំងបង្ហាញដល់មន្ត្រីនគរបាលយុត្តិធម៌ដែលបំពេញភារកិច្ចតាមការប្រគល់អំណាចពីអាជ្ញាធរតុលាការមាត្រា23គ្រប់ពន្ធនាគារត្រូវបង្កើតសំណុំឯកសារផ្ទាល់ខ្លួនសម្រាប់ជនជាប់ឃុំម្នាក់ៗរាប់ទាំងជនជាប់ឃុំជាអនិច្ចជនផងព័ត៌មាននិងឯកសារពាក់ព័ន្ធទាំងអស់របស់ជនជាប់ឃុំត្រូវរក្សាទុកជាការសម្ងាត់ក្នុងសំណុំរឿងផ្ទាល់ខ្លួនមាត្រា24ជនជាប់ឃុំត្រូវបានពិនិត្យវិតម្លៃសុខភាពដោយមន្ត្រីពេទ្យពន្ធនាគារត្រូវកត់បញ្ចូលទៅក្នុងសំណុំរឿងជនជាប់ឃុំនៅព័ត៌មានអំពីរបួសស្នាមជំងឺផ្លូវចិត្តពិការភាពផ្នែកកាយសម្បទាឬព័ត៌មានពាក់ព័ន្ធផ្សេងទៀតនៅក្នុងការចូលរួមការងារពលកម្មក្នុងពន្ធនាគារពេលពិនិត្យវិតម្លៃសុខភាពលើកដំបូងមន្ត្រីពេទ្យពន្ធនាគារត្រូវកំណត់អំពីសមត្ថភាពកាយសម្បទានិងត្រូវកត់បញ្ចូលទៅក្នុងសំណុំរឿងផ្ទាល់ខ្លួនរបស់ទណ្ឌិតដោយត្រូវយកចិត្តទុកដាក់ដល់សេចក្តីត្រូវការជាក់លាក់និងខុសៗគ្នារបស់ស្ត្រីនិងអនិច្ចជនមាត្រា25រាល់ការធ្វើទរណកម្មទង្វើអមនុស្សធម៌ឬការប្រើប្រាស់ឧបករណ៍ផ្សេងៗដើម្បីដាក់ទណ្ឌកម្មដល់ជនជាប់ឃុំត្រូវបានហាមឃាត់លើកលែងតែខ្នោះដៃដែលត្រូវបានអនុញ្ញាតតាមមាត្រា50នៃច្បាប់នេះមាត្រា26ជនជាប់ឃុំជាជនត្រូវចោទជនជាប់ចោទឬពិរុទ្ធជនត្រូវដាក់បំបែកពីជនជាប់ឃុំជាទណ្ឌិតជនជាប់ឃុំជាស្ត្រីត្រូវដាក់បំបែកពីជនជាប់ឃុំជាបុរសជនជាប់ឃុំជាអនិច្ចជនត្រូវដាក់បំបែកពីជនជាប់ឃុំជានិច្ចជនជនជាប់ឃុំដែលមានជំងឺឆ្លងត្រូវដាក់បំបែកចេញពីជនជាប់ឃុំដទៃទៀតមាត្រា27ក្រោយពីទទួលយកជនជាប់ឃុំចូលក្នុងពន្ធនាគារប្រធានពន្ធនាគារត្រូវចាត់ឲ្យមានការវាយតម្លៃការកំណត់អំពីចំណាត់ថ្នាក់សន្តិសុខដើម្បីធានាសន្តិសុខសុវត្ថិភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងពន្ធនាគារជំពូកទី5សិទ្ធិនិងលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំមាត្រា28ជនជាប់ឃុំមានសិទ្ធិប្តឹងតវ៉ាទៅប្រធានពន្ធនាគារឬទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារឬព្រះរាជអាជ្ញាឬអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរអំពីអំពើរំលោភរបស់ជនជាប់ឃុំដូចគ្នាឬអំពើរំលោភរបស់មន្ត្រីពន្ធនាគារពាក្យបណ្ដឹងតវ៉ារបស់ជនជាប់ឃុំត្រូវធ្វើឡើងតាមរយៈមន្ត្រីពន្ធនាគារឬអ្នកសួរសុខទុក្ខផ្លូវការឬអ្នកសួរសុខទុក្ខសាច់ញាតិឬមេធាវីរបស់ជនជាប់ឃុំឬតំណាងអង្គការអัยការរាល់បណ្ដឹងតវ៉ាត្រូវតែបានដោះស្រាយនិងឆ្លើយតបក្នុងរយៈពេលសមស្របគ្មានជនជាប់ឃុំណាម្នាក់ត្រូវបានដាក់ទណ្ឌកម្មឬត្រូវបានរើសអើងដោយសារតែបានដាក់ពាក្យបណ្ដឹងឬការដាក់ពាក្យស្នើសុំនោះឡើយមាត្រា29ជនជាប់ឃុំមានសិទ្ធិប្រតិបត្តិសាសនាតាមជំនឿរបស់ខ្លួននិងមិនត្រូវបានបង្ខិតបង្ខំឲ្យប្រតិបត្តិសាសនាណាមួយឡើយមាត្រា30ជនជាប់ឃុំមិនតម្រូវឲ្យធ្វើការនៅខាងក្រៅបានដោយមូលហេតុខាងផ្លូវច្បាប់ឬមូលហេតុខាងសន្តិសុខអាចអនុញ្ញាតឲ្យធ្វើលំហាត់ប្រាណប្រចាំថ្ងៃបានមាត្រា31ជនជាប់ឃុំជាជនបរទេសមានសិទ្ធិតាក់ទងជាមួយស្ថានទូតឬស្ថានកុងស៊ុលឬស្ថានតំណាងរបស់ខ្លួនរាល់ទំនាក់ទំនងរវាងជនជាប់ឃុំនិងមេធាវីត្រូវបានធ្វើឡើងដោយសម្ងាត់មាត្រា32ជនជាប់ឃុំមានសិទ្ធិទទួលនិងផ្ញើលិខិតឆ្លងឆ្លើយលិខិតឆ្លងឆ្លើយរបស់ជនជាប់ឃុំត្រូវបើកនៅចំពោះមុខមន្ត្រីពន្ធនាគារដែលត្រូវបានប្រកាសសិទ្ធិលើកលែងតែលិខិតរបស់មេធាវីលិខិតឆ្លងឆ្លើយរបស់ជនជាប់ឃុំត្រូវបានដកហូតប្រសិនបើមានការពាក់ព័ន្ធដល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ទូទៅទាំងក្នុងនិងក្រៅពន្ធនាគារមាត្រា33ជនជាប់ឃុំត្រូវបានទទួលរបបជីវភាពដែលកំណត់ដោយអនុក្រឹត្យមាត្រា34
ការផ្ដល់អាហារដល់ជនរងឃុំត្រូវយកចិត្តទុកដាក់គិតគូរអំពីអាហារតមស្របតាមតម្រូវការខាងសុខភាពដែលបញ្ជាក់ពីមន្ត្រីពេទ្យពន្ធនាគារឬស្របតាមតម្រូវការខាងសាសនារបស់ពួកគេជនរងឃុំអាចទទួលឬទិញអាហារដោយថវិកាផ្ទាល់ខ្លួនពីប្រភពខាងក្រៅបានតែអាហារទាំងនេះត្រូវបានត្រួតពិនិត្យពីមន្ត្រីពន្ធនាគារមាត្រា35ជនរងឃុំអាចត្រូវបានអនុញ្ញាតឲ្យចូលប្រើប្រាស់ថវិកាគឺប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីទិញសម្ភារៈប្រើប្រាស់ឬទទួលសម្ភារៈប្រើប្រាស់ពីគ្រួសារញាតិមិត្តឬពីប្រភពផ្សេងទៀតប្រសិនបើមានការយល់ព្រមនិងការត្រួតពិនិត្យពីប្រធានពន្ធនាគារជនរងឃុំមិនត្រូវបានអនុញ្ញាតឲ្យទិញឬផ្ដល់ឬឲ្យខ្ចីឬលក់សម្ភារៈទៅឲ្យជនរងឃុំផ្សេងទៀតបានឡើយមាត្រា36ថវិកាឬទ្រព្យសម្បត្តិមានតម្លៃជាប់ខ្លួនរបស់ជនរងឃុំត្រូវបានដកហូតកត់ត្រាត្រឹមត្រូវក្នុងសៀវភៅបញ្ជីនិងរក្សាទុកក្នុងគណនីពន្ធនាគារឬត្រូវប្រគល់ជូនក្រុមគ្រួសារញាតិមិត្តរក្សាទុកប្រសិនបើមានការយល់ព្រមពីជនរងឃុំដោយត្រូវមានហត្ថលេខាឬស្នាមម្រាមដៃរបស់ជនរងឃុំក្នុងករណីចាំបាច់នឹងមានការយល់ព្រមពីប្រធានពន្ធនាគារជនរងឃុំអាចប្រើប្រាស់ថវិកាបញ្ញើរបស់ខ្លួនបានថវិកានិងទ្រព្យសម្បត្តិមានតម្លៃរបស់ជនរងឃុំដែលពន្ធនាគារទទួលខុសត្រូវរក្សាទុកត្រូវប្រគល់ជូនជនរងឃុំវិញនៅពេលដោះលែងជនរងឃុំអាចរក្សាទុកឱសថជាកម្មសិទ្ធិផ្ទាល់ខ្លួនបានក្នុងករណីមានការយល់ព្រមពីមន្ត្រីពេទ្យពន្ធនាគារមាត្រា37ជនរងឃុំត្រូវបានអនុញ្ញាតឲ្យទទួលដំណឹងឬព័ត៌មានសំខាន់ៗតាមរយៈកម្មវិធីផ្សព្វផ្សាយរបស់វិទ្យុទូរទស្សន៍ទស្សនាវដ្តីសារព័ត៌មាននិងទំនាក់ទំនងទូរស័ព្ទជាមួយក្រុមគ្រួសារដែលរៀបចំឡើងដោយពន្ធនាគារជនរងឃុំអាចអនុញ្ញាតឲ្យចូលសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យពន្ធនាគារឬអាចអនុញ្ញាតឲ្យខ្ចីសៀវភៅយកទៅស្រាវជ្រាវនៅក្នុងបន្ទប់ឃុំឃាំងដើម្បីបង្កើនចំណេះដឹងពន្ធនាគារត្រូវជូនដំណឹងទាក់ទងនឹងជំងឺឬមរណភាពរបស់ជនរងឃុំឬរបស់គ្រួសារជនរងឃុំឲ្យបានដឹងទៅវិញទៅមកមាត្រា38ជនរងឃុំដែលមានជំងឺត្រូវបានទទួលសេវាថែទាំសុខភាពប្រចាំថ្ងៃដោយមន្ត្រីពេទ្យពន្ធនាគារជនរងឃុំមានជំងឺធ្ងន់ហើយតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យខាងក្រៅតាមសំណើរបស់មន្ត្រីពេទ្យពន្ធនាគារត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញាក្នុងដែនសមត្ថកិច្ចក្នុងករណីជនរងឃុំមានជំងឺធ្ងន់ដែលតម្រូវឲ្យមានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅប្រធានពន្ធនាគារត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់តាមសំណើរបស់មន្ត្រីពេទ្យពន្ធនាគារហើយត្រូវជូនដំណឹងជាបន្ទាន់ដល់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារអភិបាលនៃគណៈអភិបាលរាជធានីខេត្តព្រះរាជអាជ្ញាក្នុងដែនសមត្ថកិច្ចនិងដល់គ្រួសារសាច់ញាតិឬញាតិឬមិត្តភ័ក្តិជិតស្និទ្ធបំផុតតាមសំណើរបស់ជនរងឃុំបន្ទាប់ពីការព្យាបាលបានធូរស្រាលតាមការបញ្ជាក់ពីមន្ត្រីពេទ្យដែលបានទទួលការព្យាបាលជនរងឃុំដែលមានជំងឺផ្លូវចិត្តឬពិការកាយសម្បទាឬស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនត្រូវបានទទួលសេវាថែទាំសុខភាពដោយឡែកមាត្រា39អគារឃុំឃាំងជនរងឃុំជាស្ត្រីត្រូវមានមន្ត្រីពន្ធនាគារជាស្ត្រីប្រចាំការជាចន្ទ្រៃមិនអនុញ្ញាតឲ្យមន្ត្រីពន្ធនាគារជាបុរសចូលក្នុងតំបន់ជនរងឃុំជាស្ត្រីដោយគ្មានការអមដំណើរពីមន្ត្រីពន្ធនាគារជាស្ត្រីឡើយលើកលែងតែក្នុងករណីមានឧបទ្ទហេតុសង្គ្រោះបន្ទាន់ឬក្នុងហេតុផលសន្តិសុខសុវត្ថិភាពពន្ធនាគារមាត្រា40ជនរងឃុំជាស្ត្រីត្រូវបានផ្ដល់សេវាគាំពារមេដានិងទារកនៅមុននិងក្រោយពេលសម្រាលកូនជនរងឃុំជាស្ត្រីដែលមានផ្ទៃពោះត្រូវបានអនុញ្ញាតឲ្យសម្រាលកូននៅមន្ទីរពេទ្យខាងក្រៅក្នុងករណីមានជនរងឃុំជាស្ត្រីសម្រាលកូនក្នុងពន្ធនាគារមិនត្រូវចុះសម្បត្តិកំណើតថាទារកនោះកើតនៅក្នុងពន្ធនាគារទេមាត្រា41កូនតាមម្ដាយត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងពន្ធនាគារ
ជាមួយម្ដាយត្រឹមអាយុក្រោម3ឆ្នាំនិងត្រូវបានផ្ដល់ម្ហូបអាហារសម្លៀកបំពាក់និងសេវាថែទាំសុខភាពកូនតាមម្ដាយដែលមានអាយុចាប់ពី3ឆ្នាំឡើងបើគ្មានអាណាព្យាបាលទទួលខុសត្រូវការចិញ្ចឹមបីបាច់ថែរក្សាបន្តទៅខាងក្រៅជាបន្ទុករបស់ក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាជំពូកទី6ការគ្រប់គ្រងពន្ធនាគារមាត្រា42គោលដៅជាសារវ័ននៃការគ្រប់គ្រងជនឃុំគឺការអប់រំកែប្រែនិងការស្ដារនីតិសម្បទារបស់ជនឃុំដែលជាស្នូលនៃក្របខ័ណ្ឌគោលនយោបាយកំណែតម្រង់ពន្ធនាគារការដាក់វិន័យទៅលើជនឃុំត្រូវធ្វើឡើងក្នុងកម្រិតបរមាដែលចាំបាច់ដើម្បីធានាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ប៉ុណ្ណោះមាត្រា43ប្រធានពន្ធនាគារត្រូវទទួលខុសត្រូវដោយផ្ទាល់ក្នុងការគ្រប់គ្រងពន្ធនាគារឲ្យបានត្រឹមត្រូវតាមនីតិវិធីនិងបទបញ្ជាផ្ទៃក្នុងដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាត្រា44មន្ត្រីពន្ធនាគារអាចធ្វើការចែកឆេរជនឃុំនិងកន្លែងនានាក្នុងពន្ធនាគារដើម្បីធានាសន្តិសុខនិងសុវត្ថិភាពរបស់ពន្ធនាគារជនឃុំដែលបដិសេធមិនឲ្យមន្ត្រីពន្ធនាគារចែកឆេរត្រូវចាត់ទុកជាការល្មើសនឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារមាត្រា45ដើម្បីធានាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ពន្ធនាគារមន្ត្រីពន្ធនាគារនិងអ្នកមកសួរសុខទុក្ខជនឃុំត្រូវបានត្រួតពិនិត្យមុនពេលចូលទៅក្នុងពន្ធនាគារមាត្រា46ការរក្សាទុកឬការប្រើប្រាស់គ្រឿងស្រវឹងក្នុងពន្ធនាគារត្រូវហាមឃាត់ជនឃុំមិនត្រូវបានអនុញ្ញាតឲ្យរក្សាទុកឬប្រើប្រាស់វត្ថុទាំងឡាយណាដែលអាចគំរាមកំហែងដល់សន្តិសុខពន្ធនាគារឡើយប្រភេទវត្ថុហាមឃាត់ត្រូវបានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារមាត្រា47ប្រធានពន្ធនាគារអាចអនុញ្ញាតឲ្យមន្ត្រីពន្ធនាគារដែលបានបណ្ដុះបណ្ដាលវឹកហាត់ត្រឹមត្រូវឲ្យប្រើប្រាស់អាវុធនិងឧបករណ៍បច្ចេកទេសដើម្បីធានាសន្តិសុខសុវត្ថិភាពក្នុងកិច្ចប្រតិបត្តិការរបស់ពន្ធនាគារប្រធានពន្ធនាគារត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងអាវុធនិងឧបករណ៍បច្ចេកទេសឲ្យមានសុវត្ថិភាពមាត្រា48ប្រធានពន្ធនាគារត្រូវរាយការណ៍ជាបន្ទាន់ទៅព្រះរាជអាជ្ញាគណៈអភិបាលរាជធានីខេត្តនិងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារអំពីព័ត៌មានឬអបតហេតុទាំងឡាយណាដែលគំរាមកំហែងឬដែលអាចគំរាមកំហែងដល់សន្តិសុខសុវត្ថិភាពពន្ធនាគារមាត្រា49ប្រធានពន្ធនាគារអាចប្រើប្រាស់កម្លាំងប្រតិបត្តិការដើម្បីរក្សាសន្តិសុខសុវត្ថិភាពពន្ធនាគារក្នុងករណីធ្ងន់ធ្ងរប្រធានពន្ធនាគារត្រូវរាយការណ៍សុំកម្លាំងអន្តរាគមន៍ទៅគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តមាត្រា50ការប្រើប្រាស់ខ្នោដៃដើម្បីដាក់ទណ្ឌកម្មជនឃុំត្រូវហាមឃាត់លើកលែងតែប្រើប្រាស់ក្នុងស្ថានភាពដូចខាងក្រោមពេលមានចលាចលក្នុងពន្ធនាគារពេលផ្ទេរឬបញ្ជូនឬនាំខ្លួនចេញពីពន្ធនាគារពេលមានហេតុផលខាងពេទ្យដើម្បីការពារជនឃុំកុំឲ្យបង្ករបួសស្នាមដោយខ្លួនឯងឬបង្ករបួសស្នាមដល់អ្នកដទៃឬបង្កការខូចខាតទ្រព្យសម្បត្តិអ្នកដទៃមាត្រា51ជនឃុំត្រូវគោរពនិងអនុវត្តតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារនិងការណែនាំរបស់មន្ត្រីពន្ធនាគារមាត្រា52ជនឃុំដែលបានប្រព្រឹត្តល្មើសនឹងបទបញ្ជាផ្ទៃក្នុងដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់ពន្ធនាគារមិនត្រូវលើកយកមកពិនិត្យលក្ខណៈវិនិច្ឆ័យសម្រាប់ការបន្ធូរបន្ថយទោសនិងលើកលែងទោសក្នុងរយៈពេល1ឆ្នាំក្នុងករណីមិនរៀងចាលត្រូវឃុំខ្លួននៅក្នុងបន្ទប់ដោយឡែកប្រធានពន្ធនាគារដែលចេញបទបញ្ជាឲ្យឃុំខ្លួននៅក្នុងបន្ទប់ដោយឡែកត្រូវបញ្ជាក់ពីមូលហេតុនិងត្រូវរាយការណ៍ភ្លាមមកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបទបញ្ជាឃុំខ្លួនដោយឡែកអាចមានរយៈពេលពី14ថ្ងៃដល់20ថ្ងៃក្នុងករណីមិនរៀងចាលបទបញ្ជានេះអាចត្រូវបានចេញបន្តទៀតក្នុងរយៈពេលនៃការរងទណ្ឌកម្មដោយត្រូវឃុំខ្លួនក្នុងបន្ទប់ដោយឡែកជនឃុំមិនត្រូវបានអនុញ្ញាតឲ្យជួបគ្រួសារសាច់ញាតិដែលមកសួរសុខទុក្ខ
ចូលរួមសកម្មភាពផ្សេងៗក្នុងពន្ធនាគារមាត្រា53ការធ្វើទារុណកម្មមកលើរាងកាយគ្រប់រូបភាពការឃុំខ្លួនក្នុងបន្ទប់ងឹតការកាត់បន្ថយម្ហូបអាហារការដាក់ទណ្ឌកម្មជាសមរភាពដល់ជនឃុំនិងការប្រើប្រាស់ជនឃុំឲ្យធ្វើទារុណកម្មជនឃុំដូចគ្នាត្រូវហាមឃាត់មាត្រា54អគ្គព្រះរាជអាជ្ញាអមសាលាតោព្រះរាជអាជ្ញាប្រធានសភាស៊ើបសួរនិងចៅក្រមស៊ើបសួរត្រូវធ្វើអធិការកិច្ចពន្ធនាគារស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌបែបបទនីតិវិធីនិងការប្រព្រឹត្តទៅនៃការធ្វើអធិការកិច្ចត្រូវកំណត់ដោយប្រកាសរួមរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងយុតិធម៌យន្តការបង្ការថ្នាក់ជាតិត្រូវបានអនុញ្ញាតឲ្យធ្វើទស្សនកិច្ចតាមពន្ធនាគារនានាគ្រប់ពេលវេលានិងធ្វើសម្ភាសជាសម្ងាត់ជាមួយជនឃុំដើម្បីត្រួតពិនិត្យមើលលក្ខខណ្ឌនៃការឃុំខ្លួននិងការប្រព្រឹត្តចំពោះជនឃុំផ្ដល់អនុសាសន៍កែលម្អសម្ដៅបង្ការទារុណកម្មអំពើខុសខើអមនុស្សធម៌ឬបន្ទាបបន្ថោកមាត្រា55ជនឃុំត្រូវបានអនុញ្ញាតឲ្យគ្រួសារឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការប្រធានពន្ធនាគារត្រូវបិទផ្សាយជាសាធារណៈនៅពេលវេលានិងរយៈពេលសួរសុខទុក្ខដែលមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារមាត្រា56មន្ត្រីស្ថានទូតឬស្ថានកុងស៊ុលឬស្ថានតំណាងដែលមានបំណងចូលជួបសួរសុខទុក្ខជនជាប់ឃុំជាពលរដ្ឋរបស់ខ្លួនឬពលរដ្ឋដែលខ្លួនធ្វើតំណាងត្រូវជូនដំណឹងជាមុនទៅអគ្គនាយកដ្ឋានពន្ធនាគារគ្រួសារឬញាតិមិត្តជាជនបរទេសដែលមានដំណងចូលជួបសួរសុខទុក្ខជនជាប់ឃុំត្រូវស្នើមកអគ្គនាយកដ្ឋានពន្ធនាគារតាមរយៈស្ថានទូតឬស្ថានកុងស៊ុលឬស្ថានតំណាងរបស់ខ្លួនមាត្រា57អ្នកសួរសុខទុក្ខជនជាប់ឃុំមិនត្រូវយកវត្ថុឬសម្ភារៈហាមឃាត់ដោយមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងពន្ធនាគារចូលពន្ធនាគារឡើយមាត្រា58អ្នកសួរសុខទុក្ខជនឃុំអាចត្រូវបានហាមឃាត់ឬបញ្ឈប់ឬឲ្យចេញជាបណ្ដោះអាសន្នពីពន្ធនាគារក្នុងករណីដែលមានឧបទ្ទហេតុចៃដន្យកើតឡើងក្នុងករណីអ្នកសួរសុខទុក្ខជនឃុំធ្វើសកម្មភាពនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខសុវត្ថិភាពពន្ធនាគារត្រូវឃាត់ខ្លួននិងចាត់វិធានការតាមផ្លូវច្បាប់មាត្រា59បើអ្នកសួរសុខទុក្ខផ្លូវការមានដំណងធ្វើទស្សនកិច្ចពន្ធនាគារណាមួយត្រូវផ្ដល់ដំណឹងជាមុនទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារអំពីគោលបំណងនិងសំណូមពរនៃទស្សនកិច្ចនោះលទ្ធផលនៃទស្សនកិច្ចខាងលើត្រូវផ្ដល់ព័ត៌មានដោយផ្ទាល់មាត់ឬដោយលាយលក្ខណ៍អក្សរទៅប្រធានពន្ធនាគារនៃអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារព័ត៌មាននោះត្រូវចាត់ទុកជាព័ត៌មានសម្ងាត់លើកលែងតែមានការឯកភាពពីក្រសួងមហាផ្ទៃមាត្រា60ជនឃុំអាចត្រូវបានឲ្យចាក់ចេញជាបណ្ដោះអាសន្នពីពន្ធនាគារតាមលេខាបង្គាប់របស់តុលាការដើម្បីឡើងសវនាការឬធ្វើការស៊ើបអង្កេតឬចង្អុលបង្ហាញភស្តុតាងមាត្រា61ប្រធានពន្ធនាគារត្រូវទទួលខុសត្រូវអំពីសន្តិសុខសុវត្ថិភាពចំពោះការនាំខ្លួនឬការបញ្ជូនជនឃុំទៅកាន់តុលាការឬទៅកាន់មន្ទីរពេទ្យខាងក្រៅមាត្រា62គឺការផ្ទេរបញ្ជូនទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយត្រូវមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជួយដំណឹងភ្លាមឬយ៉ាងយូរ3ថ្ងៃដោយប្រធានពន្ធនាគារទៅព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចខាងដែនដីបញ្ជូននិងសមត្ថកិច្ចខាងដែនដីទទួលការផ្ទេរជនឃុំក្រៅពីទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាមានសមត្ថកិច្ចខាងដែនដីបញ្ជូននិងព្រះរាជអាជ្ញាមានសមត្ថកិច្ចខាងដែនដីទទួលឬអគ្គព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចកំពុងចាត់ការរឿងក្តីក្នុងករណីចាំបាច់អគ្គព្រះរាជអាជ្ញាអាចចេញដីកាបង្គាប់ឲ្យផ្ទេរជនជាប់ឃុំក្រៅពីទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយតាមតម្រូវការនៃនីតិវិធីដីកាបង្គាប់នេះត្រូវចម្លងជូនទេស្តីការក្រសួងមហាផ្ទៃការផ្ទេរបញ្ជូនជនជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយត្រូវភ្ជាប់
ទៅជាមួយនៅទ្រព្យសម្បត្តិសំណុំរឿងនិងឯកសារសុខភាពរបស់ជនជាប់ឃុំមាត្រា63ក្នុងករណីជនជាប់ឃុំលួចរត់គេចខ្លួនប្រធានពន្ធនាគារនិងអាជ្ញាធរមានសមត្ថកិច្ចត្រូវជូនដំណឹងជាបន្ទាន់ទៅគណៈវិជាការឯកភាពរដ្ឋបាលរាជធានីខេត្តទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនិងទៅព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចខាងដែនដីដើម្បីស្វែងរកចាប់ខ្លួនជនជាប់ឃុំមកវិញដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា64ក្នុងករណីជនជាប់ឃុំទទួលមរណភាពក្នុងពន្ធនាគារត្រូវចាត់ទុកជាការសង្ស័យមន្ត្រីពន្ធនាគារត្រូវការពារកន្លែងសាកសពនិងរក្សាទុកជនជាប់ឃុំដែលអាចធ្វើសាក្សីប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាដើម្បីចាត់វិធានការស៊ើបអង្កេតប្រសិនបើជនជាប់ឃុំស្លាប់នៅក្នុងមន្ទីរពេទ្យប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាបើមានការសង្ស័យព្រះរាជអាជ្ញាត្រូវចាត់ឲ្យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រធ្វើការពិនិត្យសាកសពមាត្រា65ប្រធានពន្ធនាគារត្រូវជូនដំណឹងភ្លាមទៅគ្រួសារសពឬស្ថានទូតឬស្ថានកុងស៊ុលឬស្ថានតំណាងនៃសពដើម្បីរៀបចំទុកដាក់សពក្នុងករណីគ្មានក្រុមគ្រួសារឬសាច់ញាតិប្រធានពន្ធនាគារត្រូវធ្វើរបាយការណ៍ជាលិលាអក្សរអំពីស្ថានភាពនៃសពជូនព្រះរាជអាជ្ញាឬជូនព្រះរាជអាជ្ញាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនិងមន្ត្រីអត្រានុកូលដ្ឋាននៃលំនៅឋានរបស់សពការចំណាយលើការរៀបចំទុកដាក់សពជាបន្ទុករបស់រដ្ឋដែលកំណត់ដោយអនុក្រឹត្យជំពូកទី7ការរួមកែប្រែការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការស្ដារនីតិសម្បទាទណ្ឌិតមាត្រា66ទណ្ឌិតត្រូវបានចាត់តាំងឲ្យចូលរួមក្នុងកម្មវិធីអប់រំច្បាប់និងសីលធម៌សង្គមដែលបានរៀបចំឡើងទៅតាមពន្ធនាគារមាត្រា67ទណ្ឌិតត្រូវបានផ្ដល់មធ្យោបាយដើម្បីចូលរួមកម្មវិធីសិក្សាចំណេះទូទៅនិងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងពន្ធនាគារកម្មវិធីសិក្សាអប់រំនិងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងពន្ធនាគារត្រូវបានធ្វើសមាហរណកម្មជាមួយប្រព័ន្ធអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ជាតិទណ្ឌិតជាអនិច្ចជនត្រូវបានយកចិត្តទុកដាក់ដោយឡែកទាក់ទងទៅនឹងតម្រូវការសិក្សាអប់រំការបណ្ដុះបណ្ដាលវិជ្ជាជីវៈការស្ដារនីតិសម្បទានិងសមាហរណកម្មដោយសហការជាមួយក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទានិងក្រសួងអប់រំយុវជននិងកីឡាក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវសហការជាមួយក្រសួងមហាផ្ទៃរៀបចំកម្មវិធីនិងដំណើរការអនុវត្តកម្មវិធីសិក្សាអប់រំនិងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ទណ្ឌិតនៅក្នុងពន្ធនាគារមាត្រា68ទណ្ឌិតដែលមានកម្រិតសន្តិសុខទាបហើយត្រូវបានវិលម្ល៉េះថាមានសមត្ថភាពកាយសម្បទាត្រូវបានចាត់តាំងឲ្យធ្វើការងារពលកម្មប្រចាំថ្ងៃនៅក្នុងពន្ធនាគារឬការងារជាអត្ថប្រយោជន៍សម្រាប់សហគមន៍និងផលប្រយោជន៍សាធារណៈឬចាត់តាំងឲ្យចូលរួមក្នុងកម្មវិធីឧស្សាហកម្មសិប្បកម្មកសិកម្មពន្ធនាគារមាត្រា69កម្មវិធីឧស្សាហកម្មសិប្បកម្មកសិកម្មពន្ធនាគារត្រូវបានរៀបចំឡើងទៅតាមពន្ធនាគារនីមួយៗដើម្បីផ្ដល់ឱកាសឲ្យទណ្ឌិតមានសមត្ថភាពប្រកបមុខរបរចិញ្ចឹមជីវិតនៅពេលធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញមាត្រា70ទណ្ឌិតដែលចូលរួមក្នុងកម្មវិធីឧស្សាហកម្មសិប្បកម្មកសិកម្មពន្ធនាគារត្រូវបានបំពាក់សម្ភារៈនិងឧបករណ៍ការពារសុវត្ថិភាពការងារក្នុងពេលបំពេញការងារមាត្រា71បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារមានសិទ្ធិចុះកិច្ចសន្យាជាមួយរូបវន្តបុគ្គលឬនីតិបុគ្គលឬអង្គការជាតិអន្តរជាតិដើម្បីបង្កើតការងារសម្រាប់កម្មវិធីឧស្សាហកម្មសិប្បកម្មកសិកម្មពន្ធនាគារនិងមានសិទ្ធិចុះកិច្ចសន្យាលក់ផលិតផលឧស្សាហកម្មសិប្បកម្មកសិកម្មពន្ធនាគារមាត្រា72ការគ្រប់គ្រងនិងការប្រើប្រាស់ចំណូលដែលបានមកពីកម្មវិធីឧស្សាហកម្មឬសិប្បកម្មកសិកម្មពន្ធនាគារត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនីតិវិធីគ្រប់គ្រងកម្មវិធីឧស្សាហកម្មសិប្បកម្មកសិកម្មពន្ធនាគារត្រូវកំណត់ដោយប្រកាស
របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាត្រា73មុនផុតរយៈពេលទទួលរងទោស6ខែទនិតត្រូវបានទទួលកម្មវិធីសមាហរណកម្មដែលរៀបចំដោយពន្ធនាគារដើម្បីឲ្យគេក្លាយជាពលរដ្ឋអាចរស់នៅក្នុងសង្គមជាតិនិងសហគមន៍មូលដ្ឋានបានល្អជំពូកទី8ការបន្ធូរបន្ថយទោសនិងការលើកលែងទោសនិងការដោះលែងទណ្ឌិតមាត្រា74អភិបាលនៃគណៈអភិបាលរាជធានីខេត្តត្រូវបង្កើតគណៈកម្មការមួយដើម្បីពិនិត្យនិងវាយតម្លៃអំពីកម្រិតកែប្រែរបស់ទណ្ឌិតក្នុងរយៈពេលជាប់ឃុំនៅក្នុងពន្ធនាគារដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួនគណៈកម្មការនេះត្រូវធ្វើបញ្ជីទណ្ឌិតដែលមានលក្ខណៈសម្បត្តិអាចស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសបញ្ជូនទៅគណៈកម្មការថ្នាក់ជាតិតាមរយៈអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារយ៉ាងយឺតបំផុត30ថ្ងៃមុនថ្ងៃកំណត់នៃពិធីបុណ្យនីមួយៗគណៈកម្មការនេះមានសមាជិកភាពដូចខាងក្រោមអភិបាលនៃគណៈអភិបាលរាជធានីខេត្តជាប្រធានតំណាងអង្គការឯកការអមសាលាដំបងរាជធានីខេត្តជាអនុប្រធានប្រធានក្រុមការងារប្រឡងប្រណាំងនៃពន្ធនាគាររាជធានីខេត្តជាអនុប្រធានអចិន្ត្រៃយ៍អនុប្រធានពន្ធនាគាររាជធានីខេត្តទទួលបន្ទុកអប់រំកែប្រែជាសមាជិកអនុប្រធានពន្ធនាគាររាជធានីខេត្តទទួលបន្ទុកប្រតិបត្តិជាសមាជិកគណៈកម្មការនេះអាចមានសមាជិកភាពមួយចំនួនទៀតតាមការចាំបាច់ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការនេះត្រូវកំណត់ដោយដីការបស់អភិបាលនៃគណៈអភិបាលរាជធានីខេត្តរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបង្កើតគណៈកម្មការមួយដើម្បីពិនិត្យនិងវាយតម្លៃអំពីកម្រិតកែប្រែរបស់ទណ្ឌិតក្នុងរយៈពេលជាប់ឃុំតាមមណ្ឌលអប់រំកែប្រែដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួនគណៈកម្មការនេះត្រូវធ្វើបញ្ជីឈ្មោះទណ្ឌិតដែលមានលក្ខណៈសម្បត្តិនិងអាចស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសបញ្ជូនទៅគណៈកម្មការថ្នាក់ជាតិយ៉ាងយឺតបំផុត30ថ្ងៃមុនថ្ងៃកំណត់នៃពិធីបុណ្យនីមួយៗគណៈកម្មការនេះមានសមាជិកភាពដូចខាងក្រោមរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកពន្ធនាគារជាប្រធានតំណាងអង្គការឯកការអមសាលាដំបងដែលមានសមត្ថកិច្ចលើមណ្ឌលអប់រំកែប្រែសម័យជាអនុប្រធានប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃជាអនុប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារជាអនុប្រធានអចិន្ត្រៃយ៍ប្រធាននាយកដ្ឋានអប់រំកែប្រែជាសមាជិកប្រធាននាយកដ្ឋានប្រតិបត្តិជាសមាជិកប្រធានក្រុមការងារប្រឡងប្រណាំងនៃមណ្ឌលអប់រំកែប្រែជាសមាជិកគណៈកម្មការនេះអាចមានសមាជិកភាពមួយចំនួនទៀតតាមការចាំបាច់ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការនេះត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមាត្រា75រាជរដ្ឋាភិបាលត្រូវបង្កើតគណៈកម្មការថ្នាក់ជាតិមួយដើម្បីពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសដែលបានផ្ញើមកពីគណៈកម្មការរាជធានីខេត្តនិងពីគណៈកម្មការក្រសួងមហាផ្ទៃក្រោយពីបានពិនិត្យវាយតម្លៃរួចហើយគណៈកម្មការនេះត្រូវធ្វើបែបបទជូនប្រមុខរាជរដ្ឋាភិបាលនិងដើម្បីពិនិត្យនិងសម្រេចដើម្បីដាក់សំណើថ្វាយព្រះមហាក្សត្រសូមបន្ធូរបន្ថយទោសនិងលើកលែងទោសឲ្យទណ្ឌិតយ៉ាងយឺតបំផុត10ថ្ងៃមុនថ្ងៃកំណត់នៃពិធីបុណ្យនីមួយៗគណៈកម្មការនេះមានសមាជិកភាពដូចខាងក្រោមរដ្ឋមន្ត្រីក្រសួងយុតិធម៌ជាប្រធានរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកពន្ធនាគារជាអនុប្រធានអចិន្ត្រៃយ៍អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរជាអនុប្រធានតំណាងក្រុមប្រឹក្សាអ្នកច្បាប់ចំនួន1រូបជាសមាជិកប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃជាសមាជិកតំណាងក្រសួងយុតិធម៌ចំនួន1រូបជាសមាជិកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារជាសមាជិកប្រធាននាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានពន្ធនាគារចំនួន2រូបជាសមាជិកគណៈកម្មការនេះអាចមានសមាជិកភាពមួយចំនួនទៀតតាមការចាំបាច់ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការនេះត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងយុតិធម៌មាត្រា76លក្ខណៈសម្បត្តិនិងចំណាត់ថ្នាក់ប្រឡងប្រណាំងសំដៅជំរុញលើកទឹកចិត្តដល់ទណ្ឌិតម្នាក់ៗឲ្យខិតខំកសាងកែប្រែគំនិតវិទ្យាខ្លាយជាពលរដ្ឋល្អដើម្បីធ្វើសមាហរណកម្មបញ្ចូលទៅក្នុងសង្គមជាតិវិញបាននៅពេលអនាគតត្រូវកំណត់ដោយសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ទនិតដែលយកឃើញថាខ្លួនបានអំពេញលក្ខខណ្ឌក្នុងការស្នើសុំបន្ធូរថយទោសឬលើកលែងទោសប៉ុន្តែមិនត្រូវបានប្រធានពន្ធនាគារធ្វើការស្នើសុំឲ្យខ្លួនសម័យខ្លួនមានសិទ្ធិប្តឹងតវ៉ាទៅគណៈកម្មការថ្នាក់ជាតិដោយមានចែងក្នុងមាត្រា75នៃច្បាប់នេះដោយមានការគាំទ្រពីក្រមការងារប្រឡងបណ្ណាំងនៃពន្ធនាគារមាត្រា77ក្នុងករណីចាំបាច់ប្រមុខរាជរដ្ឋាភិបាលមានបបិសិទ្ធធ្វើសំណើថ្វាយព្រះមហាក្សត្រសូមលើកលែងទោសឲ្យទនិតនៅពេលណាក៏បានមាត្រា78ពិធីបុណ្យលក្ខខណ្ឌបែបបទនិងនីតិវិធីនៃការបន្ធូរបន្ថយទោសនិងការលើកលែងទោសត្រូវកំណត់ដោយព្រះរាជក្រឹត្យមាត្រា79គ្រប់ទនិតដែលត្រូវទទួលទោសពន្ធនាគារមួយឬច្រើនអាចត្រូវបានដោះលែងដោយមានលក្ខខណ្ឌបើសិនបើទនិតនោះបានបង្ហាញឃើញថាខ្លួនមានគំនិតមាយាទល្អក្នុងរយៈពេលជាប់ឃុំនិងមានសម្បទាដែលអាចបញ្ចូលខ្លួនទៅក្នុងសង្គមវិញបានលក្ខខណ្ឌនិងបែបបទនៃការអនុវត្តការដោះលែងដែលមានលក្ខខណ្ឌក្នុងច្បាប់នេះត្រូវអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា80ប្រធានពន្ធនាគារត្រូវធ្វើការដោះលែងជនរងឃុំក្រោយពីបានទទួលលិខិតសម្រេចពីអាជ្ញាធរតុលាការជាគោលការណ៍ទនិតដែលទទួលទោសរបស់ខ្លួនត្រូវបញ្ចប់នៅថ្ងៃសៅរ៍ឬថ្ងៃអាទិត្យឬថ្ងៃឈប់សម្រាកផ្សេងទៀតដែលច្បាប់ឬលិខិតបទដ្ឋានគតិយុត្តបានកំណត់ត្រូវតែដោះលែងឲ្យមានសេរីភាពវិញនៅមុនថ្ងៃឈប់សម្រាកនោះស្របតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជំពូកទី9ទោសបញ្ញត្តិមាត្រា81ការធ្វើទរណកម្មអំពើខុសខើនិងរាល់ទម្រង់ផ្សេងទៀតនៃការរំលោភបំពានដែលប្រព្រឹត្តទៅលើជនរងឃុំត្រូវផ្តន្ទាទោសដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា82ជនរងឃុំដែលបានលួចរត់ចេញពីការឃុំខ្លួនតាមក្រមនយោបាយត្រូវផ្តន្ទាទោសដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា83អំពើរបស់មន្ត្រីពន្ធនាគារដែលទទួលឃុំបុគ្គលណាម្នាក់ឬបញ្ជារយៈពេលឃុំឬដោះលែងជនជាប់ឃុំដោយខុសច្បាប់ត្រូវផ្តន្ទាទោសដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជំពូកទី10អន្តរបញ្ញត្តិមាត្រា84លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងពន្ធនាគារដែលបានអនុវត្តកន្លងមកនៅមានសុពលភាពរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមគោលការណ៍នៃច្បាប់នេះជំពូកទី11អវសានបញ្ញត្តិមាត្រា85បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះត្រូវទុកជានិរ័យករណ៍ដូចនេះច្បាប់ស្តីពីពន្ធនាគារគឺមាន11ជំពូកនិង85មាត្រា